ពេលនោះខ្ញុំមិនយល់ជីគង់បានស៊ីជម្រៅទេដូច្នេះខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះហ្វាឡុនគង់ខ្ញុំបន្តបួសហាត់នៅទីនោះលោកគ្រូលីចាប់ផ្ដើមបង្រៀនខ្ញុំមិនជឿផ្នែកខ្លួនឯងទេប៉ុន្តែដែលខ្ញុំមើលឃើញជាការពិតញាតិមិត្តជិតស្និទ្ធរបស់ខ្ញុំចង់ទៅស្ដាប់លោកគ្រូលីសម្ដែងធម៌មានឧសៀនជ័យជំនះមួយនៅជិតស្ថានីយ៍រថភ្លើងក្នុងទីក្រុងឆាងឈុនដែលគេស្គាល់ថាជាទីក្រុងនីតិខៈរដូវខាងក្រៅមហាកំផែងពេលដែលឈីគង់កំពុងពេញនិយមនៅទូទាំងប្រទេសអ្នកស្រុកឆាងឈុនជាច្រើនមកឧសៀននេះហាត់ឈីគង់ប្រភេទផ្សេងៗគ្នាជារៀងរាល់ព្រឹកក្រោយហាត់គង់ចប់ពួកគេចូលចិត្តជួបជុំគ្នានិងជជែកគ្នាពីប្រធានបទឈីគង់ថ្ងៃមួយក្នុងខែឧសភាឆ្នាំ1992យុវជនចម្លែកម្នាក់បានចូលរួមការសន្ទនារបស់អ្នកចូលចិត្តឈីគង់ទាំងនេះរៀងរាល់ព្រឹកក្នុងឧទ្យានមនុស្សប្រុសស្រីចាស់ក្មេងសុទ្ធតែមកហាត់ព្រោះពួកគេចង់បានសុខភាពល្អពួកគេហាត់ឈីគង់ប្រភេទផ្សេងៗគ្នាក្រោយពេលហាត់គង់ចប់ពួកគេតែងតែជជែកគ្នាអំពីឈីគង់មានម្នាក់និយាយថាខ្ញុំមានអារម្មណ៍ល្អណាស់ថ្ងៃនេះខ្ញុំមានអារម្មណ៍ថាមានកម្ដៅពេញរាងកាយម្នាក់ទៀតត្អូញថាប៉ុន្តែខ្ញុំមានអារម្មណ៍ថាស្ពឹកដៃពេលខ្លះលក្ខណៈទាំងនេះកើតមានឡើងបន្ទាប់មកលោកគ្រូឆ្លងមកបង្រៀនប៉ុន្តែពួកគេមិនស្គាល់លោកគ្រូជានរណាទេលោកគ្រូបញ្យល់អំពីធាតុដើមរបស់ឈីគង់ទ្រឹស្ដីគង់និងលំហាត់បន្ទាប់មកបង្ហាញចលនាហាត់គង់មួយចំនួនពួកគេមិនធ្លាប់ឃើញប្រភេទលំហាត់និងទ្រឹស្ដីគង់នេះពីមុនទេដូច្នេះមនុស្សជាច្រើនចង់រៀនពីលោកគ្រូយុវជនរូបនេះគឺជាលោកលីហុងជឺមនុស្សជាច្រើនបានក្លាយជាសិស្សក្រុមទី1នៃការសម្ដែងធម៌បង្រៀនគង់របស់គាត់ថ្ងៃទី13ខែឧសភាឆ្នាំ1992ថ្នាក់បង្រៀនហ្វាឡុនគង់លើកដំបូងបានធ្វើឡើងនៅទីនេះពេលថ្នាក់រៀនបានចាប់ផ្ដើមហេតុការណ៍មួយបានកើតឡើងភ្លាមពេលខ្ញុំកំពុងធ្វើការនៅចំការជុំគ្រាប់ធុញជាតិបានដួលរលំហើយថង់ធ្ងន់ៗបានធ្លាក់លើខ្ញុំធ្វើឲ្យរបួសជើងនិងខ្នងមួយរយៈក្រោយមកខ្ញុំក្លាយជាមិនអាចដើរបានក្លាយជាពិការខ្ញុំត្រូវដេកលើគ្រែជានិច្ចខ្ញុំលែងមើលថែខ្លួនឯងបានទៀតហើយខ្ញុំត្រូវដេកដោយផ្កាប់មុខដូច្នេះត្រូវយកកែងដៃមកទ្រដែលបណ្ដាលឲ្យស្បែកកែងដៃត្រូវរលាត់អ្នកចិត្តខាងម្នាក់បានណែនាំខ្ញុំឲ្យចូលរួមថ្នាក់ឈីគង់មួយក្រោយមកប្តីខ្ញុំដល់មន្ទីរពេទ្យពិភាក្សាជាមួយខ្ញុំគាត់សួរថាអូនចង់ទៅឬអត់ខ្ញុំឆ្លើយថាស្ថានភាពខ្ញុំបែបនេះទៅមិនកើតខ្ញុំខ្លួនឯងដើរមិនកើតចាំបាច់ត្រូវមានមនុស្សលើកស្នែងសែងខ្ញុំក្រោយមកពួកគាត់ត្រឡប់មកផ្ទះពិភាក្សាគ្នាព្រឹកថ្ងៃបន្ទាប់ពួកគាត់បានសែងខ្ញុំទៅចូលរួមថ្នាក់ឈីគង់ពេលទៅដល់ពួកគាត់ដាក់ខ្ញុំនៅក្នុងសាលនោះពេលនោះលោកគ្រូលីក៏បានមកដល់ហើយសួរខ្ញុំថាឈឺអ្វីខ្ញុំប្រាប់គាត់ថាខ្ញុំមានបញ្ហាគម្លាតឌីសឆ្អឹងខ្នងលោកគ្រូប្រាប់ខ្ញុំថាចូលហៅមនុស្សសែងអ្នកឡើងលើវេទិកាពេលនោះកូននិងអ្នកផ្ទះរបស់ខ្ញុំបានសែងខ្ញុំឡើងលើវេទិកាបន្ទាប់មកលោកគ្រូសួរខ្ញុំថាតើអ្នកអាចសហការជាមួយខ្ញុំបានទេខ្ញុំឆ្លើយថាអាចខ្ញុំនៅចាំបានថាពេលវេលានោះគឺទៅជាង3វិនាទីលោកគ្រូនិយាយថាអ្នកអង្គុយឡើងមកខ្ញុំគឺអាចអង្គុយឡើងមកបានមែនលោកគ្រូនិយាយថាអ្នកចោលដីទៅពេលនោះខ្ញុំគិតថាខ្ញុំមិនអាចសំបីតែដេកផ្ងាតែខ្ញុំអាចអង្គុយឡើងមកមិនបានកើតប៉ុន្តែជាក់ស្ដែងខ្ញុំពិតជាអាចអង្គុយឡើងមកបានមែនគាត់ហៅខ្ញុំចោលដីខ្ញុំគឺចោលដីបានមែនបន្ទាប់ពីចោលដីលោកគ្រូនិយាយថាអ្នកដើរទៅអ្នកជារួចហើយខ្ញុំក៏ដើរមួយជុំលើវេទិកាបន្ទាប់ពីបើកថ្នាក់រៀន2វគ្គដោយជោគជ័យនៅទីក្រុងឆាងឈុនលោកលីហុងជឺបានមកដល់ទីក្រុងប៉េកាំងនៅខែមិថុនាឆ្នាំ1992គាត់បានដាក់ពាក្យស្នើសុំទៅគណៈកម្មាធិការស្រាវជ្រាវវិទ្យាសាស្ត្រឈីគង់ប្រទេសចិនដើម្បីបង្រៀនហ្វាឡុនគង់ទូទាំងប្រទេសនៅពេលនោះឈីគង់មានភាពពេញនិយមជិត20ឆ្នាំរួចមកហើយមានមនុស្សជាង100លាននាក់កំពុងអនុវត្តឈីគង់និងមានឈីគង់ជាង2400ប្រភេទផ្សេងៗគ្នានៅទូទាំងប្រទេសហើយស្ថានភាពនៅក្នុងពិភពឈីគង់គឺមានភាពរញ៉េរញ៉ៃជាច្រើននេះជាមូលហេតុដែលគណៈកម្មាធិការស្រាវជ្រាវឈីគង់កំពុងត្រួតពិនិត្យអំពីការអនុវត្តឈីគង់ដ៏ច្រើនប្រភេទទាំងនោះដូចគ្នាផងដែរត្រូវការវាតម្លៃយ៉ាងហ្មត់ចត់លើប្រភេទឈីគង់ថ្មីដែលស្នើសុំចូលមកក្នុងប្រទេសដោយសារពេលនោះមានឈីគង់រាប់ពាន់ប្រភេទផ្សេងៗគ្នានៅក្នុងប្រទេសដូច្នេះតើអ្នកត្រូវធ្វើដូចម្តេចដើម្បីឲ្យគណៈកម្មាធិការស្រាវជ្រាវឈីគង់ជឿជាក់ថាអ្នកល្អដូច្នេះលោកគ្រូលីក៏បញ្ជាក់អំពីបេសកកម្មរបស់គាត់គឺបង្រៀនធម៌ឡើងលើជាន់ថ្នាក់ខ្ពស់ស្ដារកេរ្តិ៍ឈ្មោះបួសហាត់ឡើងវិញ
និងកែតម្រូវការយល់ច្រឡំក្នុងពិភពជីកុងពេលបានដឹងអំពីបេសកកម្មទាំងនេះរបស់លោកគ្រូលីគណៈកម្មាធិការមានការចាប់អារម្មណ៍ជាខ្លាំងបន្ទាប់ពីលោកគ្រូលីនិយាយពី3ប្រយោគគណៈកម្មាធិការអញ្ជើញលោកគ្រូលីឲ្យនៅពិភាក្សាគ្នាជាង1ម៉ោងទៀតពួកគេស្នើលោកគ្រូលីថាសូមលោកកុំចាក់ចេញសូមស្នាក់នៅពេលកាំងពួកយើងទាំងអស់គ្នាគាំទ្រលោកអាញាធរនៃសមាគមឈីកុងមានការជឿជាក់ចំពោះសិលគង់និងលំហាត់វិសាមញ្ញរបស់លោកលីហុងជឺពួកគេបានអនុម័តការវាតម្លៃចំពោះលោកគ្រូលីជាឯកច្ឆន្ទហើយយល់ព្រមបង្កើតភ្លាមនៅគណៈកម្មាធិការស្រាវជ្រាវហ្វាឡុនកុងដែលស្ថិតក្រោមគណៈកម្មាធិការស្រាវជ្រាវវិទ្យាសាស្ត្រឈីកុងប្រទេសចិននិងផ្សព្វផ្សាយហ្វាឡុនកុងទូទាំងប្រទេសហ្វាឡុនកុងគឺជាកុងហ្វាជាន់ថ្នាក់ខ្ពស់បានមកកើតដោយលោកគ្រូលីហុងជីនេះជាវីដេអូបង្រៀនហាត់គង់របស់ហ្វាឡុនកុងដែលបោះពុម្ពជាផ្លូវការនៅខែកញ្ញាឆ្នាំ1994នៅមុននេះសមាគមស្រាវជ្រាវឈីកុងនិងគណៈកម្មាធិការកីឡារដ្ឋក៏បានផលិតកម្មវិធីបង្រៀនហាត់គង់ឲ្យហ្វាឡុនកុងជាបន្តបន្ទាប់ផងដែរលំហាត់ព្រះពុទ្ធសម្ដែងដៃ1000 5មេលំហាត់ដ៏ទន់ភ្លន់និងស្រស់ស្អាតនេះយ៉ាងឆាប់រហ័សបានរីកសាយពេញរាជធានីអ្នកជំនាញឈីកុងមួយចំនួនភ្លាមត្រូវបានតាក់ទាញដោយលំហាត់នេះដែលមានចលនាសាមញ្ញប៉ុន្តែមានភាពជ្រាលជ្រៅពិសេស生慧真力容心清体四妙四物法轮初起ពេលខ្ញុំទៅប៉េកាំងក្នុងខែសីហាឆ្នាំ1993ខ្ញុំបានលើសំឡេងពីរោះពិសេសមួយប្រភេទខណៈពេលកំពុងដើរឆ្លងកាត់ឧទ្យានចុងសានក្បែរវត្តឈីងយិនខ្ញុំក៏ដើរតាមសំឡេងនោះឆ្លងទៅហើយប្រទះឃើញមនុស្សជាច្រើនកំពុងហាត់ឈីកុងដោយសារខ្ញុំមិនធ្លាប់ឃើញឈីកុងប្រភេទនេះពីមុនមកទេខ្ញុំក៏ឈប់ដើម្បីមើលពួកគេហាត់ពីដើមរហូតដល់ចប់ខ្ញុំមានការភ្ញាក់ផ្អើលចំពោះលំហាត់មួយដែលមានឈ្មោះថាឈួរអោបហ្វាលុនដែលមាន4ចលនាឈួរអោបកង់គឺអោបកង់ខាងមុខក្បាលអោបកង់នៅពោះក្រោមអោបកង់លើកំពូលក្បាលនិងអោបកង់សងខាងក្បាល3ក្នុងចំណោម4ចលនាឈួរអោបកង់នេះគឺឈួរដោយដាក់ដៃនៅទីតាំងខ្ពស់ការយល់ដឹងជាទូទៅមួយនៅក្នុងពិភពឈីកុងគឺថាមានតែអ្នកដែលហាត់ដល់ជាន់ថ្នាក់ខ្ពស់ប៉ុណ្ណោះទើបអាចហាត់ចលនាឈួរដោយដាក់ដៃនៅទីតាំងខ្ពស់បានក្នុងនាមជាវិជ្ជបណ្ឌិតខ្ញុំដឹងថាចំពោះអ្នករៀនហាត់ឈីកុងដំបូងជាពិសេសអ្នកដែលមានជំងឺលើសឈាមមិនគួរហាត់ចលនាឈួរដោយដាក់ដៃនៅទីតាំងខ្ពស់នោះទេដោយសារសម្ពាធឈាមរបស់គាត់ខ្ពស់ស្រាប់ហើយដូច្នេះចលនាដៃនៅទីតាំងខ្ពស់នឹងបង្កើនឲ្យសម្ពាធឈាមកើនឡើងថែមទៀតដូច្នេះពេលនោះខ្ញុំយល់ថាចម្លែកណាស់ហេតុអ្វីលំហាត់នេះអាចបែបនេះដូច្នេះខ្ញុំចាំដល់ពួកគេហាត់ចប់ខ្ញុំក៏ទៅសួរពួកគាត់ប្រាប់ថាពួកគាត់កំពុងហាត់ហ្វាលុនកុងខ្ញុំសួរថាពួកលោកកំពុងហាត់នៅទីនេះមានអ្នកជំងឺលើសឈាមដែរឬទេគាត់ថាមានខ្ញុំសួរទៀតថាតើស្ថានភាពជំងឺរបស់គាត់យ៉ាងណាដែរគាត់ថាសិក្ខាកាមនោះបានបន្ថយសម្ពាធឈាមរបស់គាត់ក្រោយបានបួសហាត់ខ្ញុំក៏សួរទៀតថាតើមានអ្នកជំងឺសម្ពាធឈាមទាបដែរឬទេគាត់ថាមានគឺសម្ពាធឈាមទាបនិងស្ករក្នុងឈាមទាបប៉ុន្តែពួកគាត់ដែលមានជំងឺលើសឈាមនិងសម្ពាធឈាមទាបទាំងនោះបានជាសះស្បើយទាំងអស់ក្រោយពីបានបួសហាត់ខ្ញុំសួរទៀតថាតើពួកលោកធ្លាប់ស្ដាប់លោកលីហុងជឺសម្ដែងមេរៀនឬទេគាត់ឆ្លើយថាពួកយើងសុទ្ធតែធ្លាប់ចូលរួមថ្នាក់ស្ដាប់មេរៀនដូច្នេះខ្ញុំចាប់អារម្មណ៍ហ្វាលុនកុងយ៉ាងខ្លាំងនៅពេលនោះហើយក៏សួរថាតើខ្ញុំនៅមានឱកាសចូលរៀនថ្នាក់របស់លោកគ្រូលីដែរឬទេហ្វាឡុនកុងបានក្លាយជាការអនុវត្តឈានមុខគេក្នុងពិភពឈីកុងទីណាដែលលោកគ្រូលីទៅអាជ្ញាធរមូលដ្ឋាននិងសមាគមឈីកុងផ្ដល់ការគាំទ្រយ៉ាងខ្លាំងសារព័ត៌មានចេញរបាយការណ៍លម្អិតថាប្រជាជនមកពី31ខេត្តក្រុងនិងតំបន់ស្វយ័តទូទាំងប្រទេសបានផ្ញើសម្បត្តិមកម្ដងម្នាក់សួរអំពីលំហាត់និងទ្រឹស្ដីគង់របស់ហ្វាឡុនកុងនិងស្នើសុំព័ត៌មានទិញសៀវភៅខែមិថុនាឆ្នាំ1994ថ្នាក់សិក្សាហ្វាឡុនកុងលើកទី2ធ្វើឡើងនៅជីណានដែលជាទីក្រុងនីតិខេរដូវដ៏ល្បីរបស់ខេត្តសានតុងមេរៀនថ្ងៃទី1លោកលីបានបញ្ជាក់យ៉ាងច្បាស់អំពីគោលបំណងនៃថ្នាក់សិក្សានេះពិតណាស់ក៏មានន័យថាខ្ញុំមិនដូចជាគ្រូឈីកុងដទៃដែលបង្រៀនមនុស្សគ្រាន់តែអំពីរបៀបព្យាបាលជំងឺអ្វីដែលខ្ញុំកំពុងធ្វើឥឡូវនេះគឺជារឿងដែលគ្រូឈីកុងដទៃទាំងអស់មិនធ្លាប់ធ្វើខ្ញុំកំពុងធ្វើរឿងដែលខុសគ្នាទាំងស្រុងពីអ្វីដែលពួកគាត់ធ្វើមានន័យថាខ្ញុំកំពុងនាំមនុស្សឡើងលើជាន់ថ្នាក់ខ្ពស់ពិតប្រាកដនាំមនុស្សឡើងលើជាន់ថ្នាក់ខ្ពស់នេះជាគោលបំណងមូលដ្ឋានដែលខ្ញុំចេញបង្រៀនជាសាធារណៈមនុស្សភាគច្រើនដែលមកចូលរៀនហ្វាឡុនកុងលើកដំបូងយល់ថា
ឈីកុងមានន័យថាវឹកហាត់រាងកាយកម្ចាត់ជំងឺកាយសម្បទានៅក្នុងថ្នាក់រៀនលោកលីបានបង្ហាញអំពីការពិត ជីកុងមិនមែនជាលំហាត់ប្រាណឬកីឡាដែលមនុស្សសាមញ្ញហាត់នោះទេវាគឺជាបច្ចេកទេសវិសាមញ្ញដែលហួសផុតពីវិសាលភាពអាចយល់បានរបស់មនុស្សវាមានទ្រឹស្ដីវិសាមញ្ញតាមជាមួយប្រសិនអ្នកចង់ព្យាបាលជំងឺតាមរយៈការបួសហាត់ Falun Gong អ្នកត្រូវតែគោរពគុណធម៌ពុទ្ធវង្សយើងខ្ញុំគឺបួសហាត់ចិត្តចរិតគឺអ្នកត្រូវតែបួសហាត់ចិត្តចរិតរបស់អ្នកគឺដោយឧទាហរណ៍ដែលខ្ញុំបានលើកឡើងប្រសិនអ្នកចង់លើកកម្ពស់ជនថ្នាក់អ្នកត្រូវតែមានរាងកាយដែលមានសុខភាពល្អទើបអាចលើកកម្ពស់ជនថ្នាក់បានព្រោះការមានរាងកាយដែលមានសុខភាពល្អនិងបរិសុទ្ធគឺជាលក្ខខណ្ឌមូលដ្ឋានសម្រាប់ការបួសហាត់មានអ្នកខ្លះនិយាយថាខ្ញុំបួសហាត់មិនចង់ឡើងលើជនថ្នាក់ខ្ពស់នោះទេគ្រាន់តែចង់កម្ចាត់ជំងឺប៉ុណ្ណោះទោះយ៉ាងនេះក្តីអ្នកក៏ត្រូវតែគោរពគុណធម៌ដោយសារវាជាបច្ចេកទេសវិសាមញ្ញ នៅក្នុងថ្នាក់រៀនវគ្គ9ថ្ងៃលោកលីហុងជេបានពន្យល់ជាប្រព័ន្ធអំពីធម៌ជាន់ថ្នាក់ខ្ពស់លោកបានចង្អុលបង្ហាញនៅចំណុចសំខាន់ៗដូចជាឈីកុងគឺជាការបួសហាត់ជាន់ថ្នាក់ខុសគ្នាមានធម៌ខុសគ្នាហេតុអ្វីហាត់កុងតែមិនបង្កើនកុងភាពខុសគ្នារវាងពុទ្ធវង្សនិងពុទ្ធសាសនាតើមនុស្សបួសហាត់ប្រព្រឹត្តដូចម្តេចចំពោះបាត់នឹងបានការព្យាបាលជំងឺនៅមន្ទីរពេទ្យនិងការព្យាបាលជំងឺដោយឈីកុងភាពខុសគ្នារវាងឈីកុងនិងលំហាត់ប្រាណលោកក៏បានបំភ្លឺអំពីបញ្ហាដ៏គួរឲ្យងឿងឆ្ងល់ដូចជាផ្នែកទឹកកាយភ្ជាប់ហាត់ទុច្ចរិតធម៌ឈួតវង្វេងរយៈចូលខ្លឹមសារនៃការសម្ដែងធម៌ជាច្រើនរបស់លោកលីគឺបំភ្លឺយ៉ាងច្បាស់ដែលធ្វើឲ្យមនុស្សមិនអាចបំភ្លេចបាននៅក្នុងសារធាតុគ្រប់ប្រភេទមិនថាឈើដែកស៊ីម៉ុងថ្មភាគល្អិតគ្រប់ប្រភេទមិនថាក្នុងខ្យល់អាកាសក្នុងទឹកគឺសុទ្ធតែមានចរិតពិសេសមួយតើចរិតពិសេសនោះជាអ្វីវាស្មុគស្មាញណាស់ក្នុងការពន្យល់ប៉ុន្តែប្រសិនយើងរៀនវានៅជាន់ថ្នាក់ខ្ពស់បំផុតនោះប្រើ3អក្សរអាចសង្ខេបមកបានគឺសច្ចៈករុណាខន្តី3អក្សរនេះជាចរិតពិសេសដែលស្ថិតក្នុងចក្រវាលរបស់ពួកយើងមនុស្សដែលគោរពតាមចរិតពិសេសនេះត្រូវបានចាត់ទុកថាជាមនុស្សល្អសារធាតុក៏ដូចគ្នាប្រសិនពួកវាសមស្របតាមចរិតពិសេសនេះពួកវាត្រូវបានចាត់ទុកថាជាល្អប្រសិនមិនសមស្របតាមចរិតពិសេសនេះជាក់ស្ដែងគឺជាអាក្រក់ប្រសិនអ្នកអាចរួមសម្របជាមួយចរិតពិសេសនេះអ្នកគឺជាអ្នកសម្រេចធម៌គឺទ្រឹស្ដីសាមញ្ញយ៉ាងនេះនិយាយអំពីសច្ចៈករុណាខន្តីពួកយើងចូលយកមនុស្សធ្វើជាឧទាហរណ៍មនុស្សមានរាងកាយប៉ុន្តែគ្រាន់តែមានរាងកាយមួយនេះគឺមិនទាន់គ្រប់គ្រាន់ខ្លាចជាមនុស្សពេញលេញនៅឡើយអ្នកមើលមនុស្សម្នាក់ដែលដេកនៅក្នុងទីបញ្ចុះសពនោះមួយដុំនោះគឺជាសាច់តើនោះគឺជាមនុស្សឬអាចជាមនុស្សពេញលេញនិងឯករាជ្យម្នាក់បានលុះត្រាគាត់រួមមាននៅអធិយាស្រ័យចរិតធម្មជាតិចរិតពិសេសនិងវិញ្ញាណដើមរបស់គាត់បើគ្មានកត្តាទាំងនេះតើវាអាចទៅរួចដោយរបៀបណាជាមនុស្សពេញលេញម្នាក់គឺចាំបាច់ត្រូវតែមានកត្តាទាំងនេះដូចគ្នាផងដែរចក្រវាលរបស់ពួកយើងចាំបាច់ត្រូវតែមានកត្តាទាំងនេះហើយសារធាតុទាំងអស់ដូចជាភពកាយប្រព័ន្ធកញ្ចាំកាយទឹកជីវិតរុក្ខជាតិគឺចាំបាច់ត្រូវតែមានកត្តាទាំងនេះហើយក្នុងពេលដំណើរគ្នាគឺសុទ្ធតែមានចរិតពិសេសសច្ចៈករុណាខន្តីនេះស្ថិតនៅខ្ញុំពិតជារំភើបណាស់គាត់បានពន្យល់យ៉ាងច្បាស់អំពីចរិតដើមរបស់មនុស្សចរិតពិសេសរបស់ចក្រវាលទំនាក់ទំនងរវាងមនុស្សនិងចក្រវាលក៏ដូចជាគោលបំណងនៃជីវិតគាត់ក៏បានបញ្យល់ថាតើមនុស្សម្នាក់ធ្វើដូចម្តេចអាចត្រឡប់ដើមមកសច្ចៈថាតើធ្វើដូចម្តេចអាចសមកាលកម្មជាមួយចរិតពិសេសរបស់ចក្រវាលការបង្រៀនគឺច្បាស់ណាស់ហើយបង្ហាញអំពីវិធីបួសហាត់មួយជំហានម្ដងនេះជាការពិតនេះខុសពីអ្វីដែលត្រូវបានបង្រៀននៅក្នុងសាសនាជាច្រើនមានទិដ្ឋភាពមួយចំនួនដែលមនុស្សអាចយល់ច្បាស់នៅក្នុងទ្រឹស្ដីប៉ុន្តែមិនអាចយល់ច្បាស់នៅក្នុងការអនុវត្តជាក់ស្ដែងលោកគ្រូលីបានបង្រៀនវិធីអនុវត្តជាជំហានខ្ញុំពិតជារំភើបនិងរំជួលចិត្តយ៉ាងខ្លាំងខ្ញុំបានសម្រេចចិត្តបួសហាត់ខ្លួនឯងតាមវិធីនេះចាប់ពីពេលនោះមកលោកលីចាប់ផ្ដើមបង្រៀនជាសាធារណៈនៅឆ្នាំ1992គឺជាពេលដែលចំនួនសង្គមជាច្រើនកាន់តែតានតឹងឡើងក្នុងប្រទេសចិនដូចជាអំពើពុករលួយការបែងចែកទ្រព្យសម្បត្តិមិនស្មើគ្នាការកំណត់តម្លៃទំនិញនិងសេវាកម្មតាមទិសដៅពីរការប្រែប្រួលទីផ្សារភាគហ៊ុនការហូរចូលនៃកម្មករចំណាកស្រុកទៅក្នុងទីក្រុងការចាប់ផ្ដើមអាជីវកម្មទូទាំងប្រទេសយ៉ាងគំហុកនេះបានបង្កឲ្យមានការផ្លាស់ប្ដូរជាមូលដ្ឋាននៅគោលសីលធម៌របស់មនុស្សជាច្រើនដូចជាគោលគំនិតនៃផលចំណេញមកមុនគ្រប់យ៉ាងឃើញតែលុយនេះបានក្លាយជាស្តង់ដារសីលធម៌ដែលអាចទទួលយកបានពេលយើងចាប់ផ្ដើមចេញដំណើរទៅជនបទគឺយើងមានគ្នាពី3នាក់ប៉ុណ្ណោះដំបូងយើងចុះទៅដល់ទីរួមខេត្តអាជ្ញាធរខេត្តក៏បញ្ជូនមនុស្សមួយចំនួនទៅជាមួយយើងបន្ទាប់មកយើងចុះទៅដល់ទីក្រុងកម្រិតទី1
ប៉ុន្តែក្រុមក៏បញ្ជូនមនុស្សមួយចំនួនទៀតទៅជាមួយយើងរឿងដដែលនេះបានកាត់ឡើងពេលយើងចុះទៅដល់ថ្នាក់ស្រុកកម្រិតទី1និងបន្ទាប់មកថ្នាក់ឃុំទីបំផុតយើងបានទៅដល់ភូមិកម្រិតទី1នៅពេលវេលាញ៉ាំបាយពួកយើងក្លាយជាក្រុមធំមួយ20-30នាក់ប្រសិនមនុស្សម្នាក់ទៅទីក្រុងហ្វូជើហើយត្រូវការពិនិត្យសុខភាពនៅមន្ទីរពេទ្យពួកគេនឹងមិនទទួលអ្នកទេអ្នកត្រូវតែពឹងផ្អែកលើទំនាក់ទំនងហើយប្រើប្រាស់ការសូកប៉ាន់ក្រោយពីចូលស្នាក់នៅមន្ទីរពេទ្យអ្នកត្រូវការរកវេជ្ជបណ្ឌិតព្យាបាលល្អដូច្នេះអ្នកត្រូវតែសូកប៉ាន់ម្ដងទៀតអ្នកត្រូវតែមានទំនាក់ទំនងទើបអាចថតកាមេរ៉ាស្មី X បានបើគ្មានទំនាក់ទំនងទេអ្នកមិនអាចសូម្បីតែណាត់ជួបពេទ្យបើគ្មានអំណាចទំនាក់ទំនងនិងលុយកាក់ទេអ្នកធ្វើរឿងអ្វីក៏ពិបាក悠岁月你说当年好困惑តន្ត្រីជារឿយៗឆ្លុះបញ្ចាំងអំពីផ្លូវចិត្តនិងអារម្មណ៍របស់មនុស្សនៅសម័យកាលនោះនេះជាបទចម្រៀងដ៏ពេញនិយមនៅដើមទសវត្សរ៍ទី90វាឆ្លុះបញ្ចាំងអំពីភាពលាក់ពុតនិងភាពប្រងើយកន្តើយក្នុងជីវិត这样执着究竟为什么ផ្លូវខូចអាប់បាំងព្រៃផ្កាយធ្លាក់ចុះចូលក្នុងទឹករដូវស្លឹកឈើជ្រុះស្មៅត្រជាក់ស្ដាប់ខ្យល់មិនដឹងទីណាផ្អៀងលើថ្មទន្ទឹងចង់កេងសេចក្តីព្រួយត្បាញដូចសូត្រគ្រូបង្ហាញខ្លួនគាត់ភ្ញាក់ពីសុបិនបង្ហាញផ្លូវពិតឲ្យចាក់ចេញផុតពីវង្វេងនេះជាកំណាព្យរបស់សិក្ខាកាមម្នាក់ដែលគាត់បានសរសេរបន្ទាប់ពីបានរៀនសូត្រ Falun Dafa នៅក្នុងសង្គមសម្ភារៈនិយមដែលតម្លៃសីលធម៌កំពុងធ្លាក់ចុះយ៉ាងឆាប់រហ័សវាពិតជាកម្រណាស់ដែលមនុស្សមានឱកាសបានស្ដាប់លោកលីហុងជឺបង្រៀនធម៌ជាន់ថ្នាក់ខ្ពស់នេះជាមូលហេតុដែលអ្នកបួសហាត់ជាច្រើនបានទៅតាមថ្នាក់បង្រៀនមហាធម៌របស់លោកលីគ្រប់ទីកន្លែងទោះបីជាមានចម្ងាយឆ្ងាយនិងលំបាកក៏ដោយលោកលីបានបើកវគ្គសិក្សា Falun Gong ចុងក្រោយរបស់គាត់នៅទីក្រុងខ្វាងជូវប្រទេសចិនក្នុងខែធ្នូឆ្នាំ1994វាគឺជាឱកាសដ៏អស្ចារ្យមួយប្រជាជនមកពីតំបន់ឆ្ងាយៗដូចជាខេត្តស៊ីនជៀងនិងខេត្តហៃឡុងជៀងបានមកដើម្បីបានឱកាសស្ដាប់ពុទ្ធធម៌ពេលដែលគេបានដឹងថានោះគឺជាថ្នាក់បង្រៀនចុងក្រោយសិស្សជាច្រើនទូទាំងប្រទេសបានធ្វើដំណើរទៅខ្វាងជូវតាមគ្រប់មធ្យោបាយដែលអាចធ្វើបានដូចជាតាមរថយន្តឡានក្រុងឬយន្តហោះពហុកីឡដ្ឋានកីឡាខ្វាងជូវគឺជាកន្លែងដែលថ្នាក់បង្រៀនត្រូវបានធ្វើឡើងវាអាចផ្ទុកមនុស្សបានត្រឹមតែ3000ទៅ4000នាក់ប៉ុណ្ណោះប៉ុន្តែមនុស្សប្រហែល6000នាក់បានបង្ហាញខ្លួនអ្នកដែលមិនមានលុយគ្រប់គ្រាន់សម្រាប់អាហារនិងកន្លែងស្នាក់នៅបានអង្គុយធ្វើសមាធិពេញមួយយប់នៅក្បែរពហុកីឡដ្ឋាននោះដើម្បីរងចាំឱកាសចូលរួមថ្នាក់រៀនក្រោយពេលលោកគ្រូបានដឹងពីស្ថានភាពនេះគាត់បានចរចាជាមួយអ្នករៀបចំឲ្យអនុញ្ញាតអ្នកដែលកំពុងរងចាំចូលទៅក្នុងពហុកីឡដ្ឋានទូរទស្សន៍ត្រូវបានដំឡើងនៅតាមច្រករបៀងក្នុងពហុកីឡដ្ឋានដើម្បីឲ្យមនុស្សគ្រប់គ្នាអាចមើលឃើញលោកគ្រូលីបង្រៀនចាប់ពីថ្ងៃទី13ខែឧសភាឆ្នាំ1992ថ្នាក់សិក្សា Falun Gong លើកដំបូងបានធ្វើឡើងនៅឆាងឈុនរហូតដល់ខែធ្នូឆ្នាំ1994ថ្នាក់សិក្សាចុងក្រោយមួយបានធ្វើឡើងនៅខ្វាងជូវវាជាថ្នាក់លើកទី54ដែលមានរយៈពេល10ថ្ងៃលោកលីហុងជឺបានបើកថ្នាក់នៅគ្រប់ទីកន្លែងទូទាំងប្រទេសតាមរយៈតួលេខនេះគេអាចយល់បានថាតើលោកលីរវល់ប៉ុណ្ណាក្នុងរយៈពេល2ឆ្នាំកន្លះនេះលោកលីមិនដែលនិយាយអំពីការលំបាកដែលគាត់បានជួបប្រទះនោះទេគាត់ធ្វើដំណើរមិននឿយហត់ទៅគ្រប់ទីកន្លែងដើម្បីបង្រៀនវាក៏ពិបាកសម្រាប់មនុស្សក្នុងការយល់ផងដែរការលំបាកនិងភាពស្មុគស្មាញនៃការផ្សព្វផ្សាយមហាធម៌ដោយជោគជ័យនៅក្នុងសង្គមដែលគ្រប់គ្រងដោយប្រទេសចិនដែលមនោគមវិជ្ជារបស់អាជ្ញាធរគ្រប់គ្រងខុសគ្នាទាំងស្រុងគឺហួសផុតពីការស្មានរបស់មនុស្សនេះមានន័យថាពេញមួយដំណើរការបង្រៀនធម៌ទាំងមូលគាត់មិនអាចធ្វើខុសសូម្បីតែមួយគាត់ចាំបាច់ធ្វើបាននៅសុចរិតដាច់ខាតលោកលីហុងជឺបានសម្រេចបេសកកម្មរបស់គាត់ហើយ
到广州去以后，因为广州的生活水平很高嘛， ពេលមកដល់ទីក្រុងខ្វាងជូយើងបានជ្រើសរើសសន្តាគារមួយដែលមានតម្លៃថោកបង្គួរព្រោះកម្រិតរស់នៅទីនោះខ្ពស់ណាស់គេងពេលយប់ក្នុងសន្តាគារនោះមានកណ្ដុរនិងកន្លាតរត់កាត់ខ្លួនពួកវាច្រើនណាស់មនុស្សពីរក្រុមមិនអាចទ្រាំទ្របានទៀតទេពួកគេត្អូញត្អែងថាសន្តាគារនេះអន់ខ្លាំងណាស់យប់ដេកសត្វកណ្ដុរកន្លាតវាលើខ្លួនពួកគេចាក់ចេញនៅថ្ងៃបន្ទាប់ហើយរកបានសន្តាគារមួយល្អជាងបន្តិចមានតែមួយក្រុមប៉ុណ្ណោះដែលបន្តស្នាក់នៅហើយពួកគេភ្ញាក់ផ្អើលយ៉ាងខ្លាំងខណៈពេលពួកគេកំពុងញ៉ាំបាយក្នុងអាហារដ្ឋានគឺបានឃើញលោកគ្រូលីកំពុងហូបបាយនៅក្នុងអាហារដ្ឋាននេះដែរគឺលោកគ្រូលីក៏ស្នាក់នៅសន្តាគារនេះដែរ មេឃដីធំធេងខ្ញុំមើលឃើញតូចមហាវេហាមហិមាគឺនរណាបង្កខាងក្រៅមេឃដីកាន់តែគ្មានដែនព្រោះបំណងធំគឺបង្រៀនមហាធម៌ លោកលីហុងជឺសរសេរកំណាព្យនេះបំណងនៅថ្ងៃទី 1 ខែមករាឆ្នាំ 1990 មុនពេលគាត់ចាប់ផ្ដើមចេញបង្រៀនជាសាធារណៈ 2 ឆ្នាំក្រោយមកបំណងធំនេះត្រូវបានបំពេញតាមរយៈការបង់ចំណាយប្រឹងប្រែងរបស់គាត់ នៅខែធ្នូឆ្នាំ 1994 លោកលីបានយកខ្លឹមសារដែលគាត់សម្ដែងធម៌នៅគ្រប់ទីកន្លែងមកចងក្រងជាសៀវភៅមួយក្បាលដែលមានឈ្មោះថាជូនហ្វាឡុនហើយបោះពុម្ពផ្សាយជាផ្លូវការ គាត់បានបង្ហាញយ៉ាងពេញលេញមួយសំណុំមហាធម៌ចក្រវាលនៅចំពោះមុខមនុស្សលោកីមហាធម៌បង្រៀនចេញមកហើយតើមានមនុស្សប៉ុន្មានអ្នកដែលអាចជឿដោយពិតប្រាកដតើមានមនុស្សប៉ុន្មានអ្នកដែលអាចបូហាត់ដោយពិតប្រាកដនៅថ្នាក់សិក្សាចុងក្រោយរបស់គាត់នៅទីក្រុងខ្វាងជូគាត់បានសម្ដែងនូវក្តីសង្ឃឹមយ៉ាងមុតមាំរបស់គាត់ថា ដូច្នេះអ្នករាល់គ្នាដឹងហើយថាធម៌នេះមានតម្លៃប៉ុណ្ណាពិតណាស់នៅក្នុង10មេរៀននេះយើងខ្ញុំអតិបរិមាបំពេញតម្រូវការរបស់អ្នករាល់គ្នាធ្វើឲ្យងាយស្រួលសម្រាប់អ្នកទាំងអស់គ្នានិងអតិបរិមាសម្ដែងធម៌ធ្លុះធ្លាយឲ្យអ្នករាល់គ្នាដើម្បីឲ្យអ្នករាល់គ្នាអាចយល់ធម៌បានច្បាស់និងមានធម៌សម្រាប់ដឹកនាំអ្នករាល់គ្នាបួហាត់ក្នុង10មេរៀននេះអ្នករាល់គ្នាបានយកចិត្តទុកដាក់មកលើខ្ញុំដែលកំពុងណែនាំអ្នករាល់គ្នាឲ្យបួហាត់ឡើងលើជាន់ថ្នាក់ខ្ពស់និងបន្សុទ្ធរាងកាយរបស់អ្នករាល់គ្នាគោលបំណងគឺដើម្បីធ្វើឲ្យអ្នករាល់គ្នាមានសមត្ថភាពអាចបួហាត់បាននេះមានន័យថាចាប់ពីពេលនេះទៅអ្នករាល់គ្នាត្រូវតែពឹងផ្អែកលើខ្លួនឯងថាតើអ្នករាល់គ្នាអាចបួហាត់ខ្លួនឯងបានឬអត់ដើម្បីសម្រេចគោលដៅពិតណាស់យើងខ្ញុំជឿលើវាសនាអ្នករាល់គ្នាដែលបានមកអង្គុយនៅទីនេះគឺសុទ្ធតែជាវាសនាខ្ញុំគិតថាពេលអ្នករាល់គ្នាត្រឡប់ទៅវិញអាចសាកល្បងបួហាត់ហើយបួហាត់ដោយឧស្សាហ៍ព្យាយាមបងចំណាយប៉ុណ្ណានឹងទទួលបានប៉ុណ្ណោះនេះគឺធានា